យុធាថៃបានរាយបន្លាសារជាថ្មីនៅទីតាំងដែលក្រុមអាជីវករចិនបានដកចេញកាលពីម្សិលមិញស្ថិតនៅចំណុចរមូសជ្រូកថ្មដាខេត្តពោធិសត្វនៅព្រឹកថ្ងៃទី16មករា2026នេះគេនៅមិនទាន់ឃើញជនជាតិចិនដែលជាអាជីវករទាំងនោះចេញមកប្រតិកម្មតបលើការរាយបន្លាសារជាថ្មីរបស់ថៃនៅថ្ងៃនេះទេខណៈដែលអាជ្ញាធរកម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់បាទប្រិយមិត្តទស្សនិកជនជាទីមេត្រីយើងទៅតាមដានព័ត៌មាននេះបាទដែលជាព័ត៌មានគួរឲ្យចាប់អារម្មណ៍មែនទែនបាទនៅថ្ងៃទី16ខែមករា2026នេះយើងឃើញថាយោធាថៃបានបន្តធ្វើសកម្មភាពយកបន្លាលក់មករាយសារជាថ្មីម្ដងទៀតបន្ទាប់ពីម្សិលមិញយើងបានឃើញថាមានជនជាតិចិនដែលជាអាជីវករស៊ីនៅខាងច្រកថ្មដានៃខេត្តពោធិសត្វនឹងបាននាំគ្នារើបន្លាលក់ដែលថៃពាត់កាលពីសង្គ្រាមរយៈពេល21ថ្ងៃកន្លងទៅវិញបាទយើងឃើញថាថៃបានដើរពាត់នៅទឹកដីកម្ពុជានៅតំបន់មួយចំនួនហើយក្នុងនោះនៅខាងច្រកថ្មដានេះក៏ត្រូវបានថៃរាយបន្លាលក់ដែរប៉ុន្តែយើងឃើញថាបន្ទាប់ពីជនជាតិចិនបានដកបន្លាលក់ចេញយើងឃើញថាខាងថៃក៏បានចុះមកនិយាយជាមួយនឹងជនជាតិចិននោះដែរប៉ុន្តែនៅព្រឹកនេះគឺថ្ងៃទី16មករា2026នេះយើងឃើញថៃបានធ្វើសកម្មភាពរាយបន្លាសារជាថ្មីម្ដងទៀតតាក់ទងទៅនឹងការពាត់បន្លានេះដែរយើងឃើញថាក្រៅពីនៅថ្មដាយើងឃើញនៅខាងភូមិជោគជ័យភូមិប្រៃច័ន្ទនៅខាងខេត្តបន្ទាយមានជ័យក៏ដូចជាតំបន់បឹងត្រកួនក៏ថៃមានការពាត់បន្លាដែរប្រិមិត្តចំណែកឯខាងរដ្ឋាភិបាលកម្ពុជាគឺកំពុងតែដាក់កំណត់ទូតស្នើទៅខាងប្រទេសថៃដើម្បីពន្លឿនការវាក់វែងនៅចំណុចទាំងអស់នោះដែលថៃកំពុងតែដាក់បន្លានោះដូចជានៅចំណុចចម្លក់បង្គោលលេខ42ដល់47និងបង្គោលលេខ52ដល់59ដូច្នេះយើងឃើញថាខាងថៃនេះជឿតែងតែយកលេសដើម្បីពន្យាពេលវាក់វែងរបបបង្គោលព្រំដែនដែលឡែកលេសមានជាបន្តបន្ទាប់ពេលនេះគឺថៃមានលេសថាចាំបង្កើតរដ្ឋាភិបាលថ្មីហើយក្នុងករណីថាបង្កើតហើយតើថៃនឹងមានលេសអីទៀតទៅខណៈដែលនៅតាមព្រំដែនជាពិសេសគឺភូមិជោគជ័យភូមិព្រៃនេះថៃបានរាយបន្លាសារក៏ដូចជាដាក់ទូកកុងទ័រទំនើបហើយបញ្ជូនកងកម្លាំងមកឈរជើងកន្លែងខ្លះថៃបានឈូឆាយអីអញ្ចឹងទៅដែលសកម្មភាពទាំងអស់នេះគឺថៃកំពុងតែធ្វើជារៀងរាល់ថ្ងៃហើយលែកមិនចង់វាស់វែងមិនចង់ដោះស្រាយគឺថៃតែងតែបង្កើតជារៀងរហូតសិនជាថៃមានលេសរហូតបែបនេះពេលណាទើបអាចវាស់វែងព្រំដែនបានអញ្ចឹងថៃដល់ដំណាក់កាលមួយគេថាបង្កើតលេសដើម្បីការពារទឹកដីដែលខ្លួនឈ្លានពានបានពីកម្ពុជាដូច្នេះនេះគឺជាទង្វើដ៏ស្មៅរកមែនទែនហើយបាបកម្មដែលថៃបានឈ្លានពានកម្ពុជាឥឡូវនេះយើងក៏បានឃើញផ្ទាល់នឹងភ្នែកកើតមានឡើងជារៀងរាល់ថ្ងៃតែម្ដងមិនថាតែគ្រោះធម្មជាតិមិនថាតែឧបទ្ទវេទហេតុគឺកើតឡើងជារៀងរាល់ថ្ងៃតែម្ដងប្រិវិទ្យយើងខៀងសូមតាក់ទងទៅនឹងរឿងហេតុអាក្រក់ប្លែកៗកើតនៅប្រទេសថៃកាលពីម្សិលមិញគឺមានដូចជាតាក់ទងទៅនឹងការបាក់ដងសន្ទូចនៅក្នុងខេត្តសមុទ្រសាគរបាក់សង្កត់ទៅលើរថយន្តស្លាប់មនុស្ស2នាក់ហើយកាលពីថ្ងៃទី14កន្លងទៅមានការណៃបាក់ដងសន្ទូចសង្កត់ទៅលើរថយន្តភ្លើងស្លាប់មនុស្ស322នាក់នៅក្នុងខេត្តនគររាជសីមាម្សិលមិញនេះយើងក៏ឃើញផងដែរថ្ងៃទី15មករាម្សិលមិញនេះមានករណីរថយន្តក្រុងមួយគ្រឿងដឹកអ្នកដំណើរ42នាក់ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ផ្លូវកន្លប់ផ្ងាជើងបណ្ដាលឲ្យមានមនុស្ស42នាក់រងរបួសធ្ងន់និងស្រាលហេតុការណ៍នេះគឺកើតនៅក្នុងខេត្តជុំមុនីបុរីហើយម្សិលមិញនេះក៏មានករណីឧបទ្ទវហេតុអគ្គិភ័យឆែកបំពង់បង្ហូរទឹកជើងទម្រាមួយកន្លែងយ៉ាងសន្ធិសន្ធាយកើតឡើងនៅស្ពានភូមិបាឌិតយ៉ាងដែលជាអតីតស្ដេចថៃរាជនៅខាងទីក្រុងបាកកគឺឆែកយ៉ាងសន្ធិសន្ធាយតែម្ដងប្រិមិត្តនេះគឺជាឧបទ្ទវហេតុនៅស្រុកថៃម្សិលមិញនេះដែរហើយកន្លងទៅទាក់ទងនឹងភ្លើងឆែកនេះយើងឃើញថាក៏មានករណីឆែកទូកឆែកទូកទេសចររហូតដល់20គ្រឿងឯនោះនៅក្នុងខេត្តភូមិកេតចឹងទេយើងឃើញឧបទ្ទវហេតុអាក្រក់កើតមានជារៀងរាល់ថ្ងៃតែម្ដងហើយរឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺទាក់ទងទៅនឹងការលិចធ្លាយសារធាតុគីមីបង្កឲ្យមនុស្សមួយចំនួនធំជម្លៀសខ្លួនខណៈដែលសាលារៀនត្រូវបិទទ្វារជាបន្ទាន់រឿងនេះកើតមានឡើងនៅក្នុងខេត្តសមុទ្រប្រការកាលពីថ្ងៃទី15មករាកន្លងទៅនេះមានករណីលិចសារធាតុគីមីដ៏ធំមួយកន្លែងនៅក្នុងសហគមន៍សង់ខេត្តសមុទ្រក្បាលប្រទេសថៃដោយបង្កឲ្យមានការជំនះប្រជាជនជាបន្ទាន់ហើយសាលារៀននៅក្នុងស្រុកព្រះសមុទ្រចេដីប្រកាសបិទទ្វារជាបន្ទាន់នេះបើតាមការចុះផ្សាយដោយកាសែតថៃសេវាសង្គ្រោះបន្ទាន់បានបង្កើតទីតាំងជំនួយនៅស្រុកព្រះសមុទ្រចេដីខណៈអ្នកស្រុករាយការណ៍ថាជួបបញ្ហារលាកផ្លូវដង្ហើមធ្ងន់ធ្ងរនិងវិលមុខបន្ទាប់ពីស្រូបជាតិពុលនេះ
ការជូនដំណឹងត្រូវបានលើកឡើងនៅព្រឹកថ្ងៃទី15មករានៅពេលដែលផ្សែងពុលដ៏សម្បើមនិងក្លិនមិនល្អចាប់ផ្ដើមរីករាលដាលពីខាងក្រោយផ្សារគូសាំងអ្នកស្រុកបានចែកចំណាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗដើម្បីរាយការណ៍ពីផលប៉ះពាល់និងទុក្ខលំបាកដោយមានមនុស្សជាច្រើនលើកឡើងថាមានការថប់ដង្ហើមឈួលច្រមុះរលាកបំពង់កក៏ដូចជាវិលមុខប្រជាជនបានអះអាងថាពួកគេបង្ខំចិត្តចាកចោលផ្ទះសំណាក់ដោយសារតែខ្យល់មានជាតិពុលឲ្យមិនអាចដកដង្ហើមបានលើពីនេះសាលារៀននៅក្បែរនោះក៏ត្រូវបានផ្អាកខណៈដែលអាជ្ញាធរសម្ដែងការព្រួយបារម្ភជាខ្លាំងពិសេសចំពោះសុខភាពផ្លូវដង្ហើមរបស់សិស្សវ័យក្មេងយ៉ាងណាមូលហេតុនៃការលេចធ្លាយនេះស្ថិតនៅក្រោមការស៊ើបអង្កេតអញ្ចឹងទេយើងឃើញនេះជាបាបកម្មបាទដែលថៃបានធ្វើដាក់កងទ័ពកម្ពុជាតាក់ទងទៅនឹងការបាញ់ផ្សែងពុលបាទនៅតាមសមរភូមិបាទយើងឃើញផ្សែងពុលរបស់ថៃគឺពិតជាសាហាវណាស់ប្រិមិត្តហើយរឿងដែលថៃធ្វើដាក់កម្ពុជានេះឥឡូវនេះកំពុងតែជះឥទ្ធិពលត្រឡប់ទៅរកប្រជាជនថៃខ្លួនឯងបាទដោយប្រជាជនថៃនេះបាទជួបនៅបញ្ហាថាពិបាកដកដង្ហើមដែរដោយសារតែធ្លាយសារធាតុគីមីនៅក្នុងខេត្តសមុទ្រប្រការរឿងនេះមិនទាន់ចប់ទេប្រិមិត្តអាចជួបនៅហេតុការណ៍អាក្រក់ៗជាច្រើនទៀតសម្រាប់ប្រទេសមួយនេះពីព្រោះថាប្រទេសនេះគឺសាងអំពើបាបដូច្នេះហើយចាប់ពីពេលនេះតទៅថៃគ្មានក្តីសុខទេរហូតដល់ពេលណាថៃជួបគ្រោះទឹកចាបចំនួនភ្លៀងធ្លាក់ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំនឹងកាន់តែរងគ្រោះធ្ងន់ធ្ងរឡើងរហូតឈានដល់ការលិចចូលទៅក្នុងបឹងសមុទ្រទៀតសម្រាប់ទីក្រុងបាគុកបាទទៅថ្ងៃខាងមុខនេះគឺជាអំពើបាបដែលថៃបានធ្វើបាទហើយឥឡូវគឺទទួលផលកម្មបាទយើងថាមិនជឿក៏មិនកាត់ពីព្រោះរាល់ថ្ងៃនេះហេតុការណ៍អាក្រក់កើតមានឡើងជាបន្តបន្ទាប់ចំណែកឯរឿងនយោបាយវិលវ៉កបាទកំពុងតែជួបបញ្ហាថាសេដ្ឋកិច្ចក៏កំពុងតែមានការធ្រៀងចុះយ៉ាងខ្លាំងឲ្យប្រជាជនថៃដែលជឿទៅតាមការឃោសនារបស់យោធាមួយចំនួននោះបន្តអំពាវនាវឲ្យរដ្ឋាភិបាលបិទព្រំដែនជាមួយកម្ពុជាបាទខណៈដែលប្រជាជនថៃមួយចំនួនធំនឹងត្រូវដកខ្យល់រកស៊ីមិនបានទេពីដើមមកធ្លាប់រកស៊ីចំនួនជួយដូរជាមួយខាងកម្ពុជាបានចំណូលប្រជាជននៅតាមព្រំដែនមានជីវភាពល្អប៉ុន្តែឥឡូវនេះដល់តែពេលបិទច្រកជាមួយកម្ពុជាទៅខាងកសិករផ្លែឈើខាងកសិករចិញ្ចឹមគោយកទឹកដោះក៏ជួបបញ្ហាទីផ្សារដែរលក់មិនចេញយកទៅចាក់ចោលនេះហើយគឺជាបាបកម្មមួយអំពីសកម្មភាពនៃការឈ្លានពានរបស់ថៃប្រៀបដូចជាលើកដុំថ្មទម្លាក់លើជើងខ្លួនអញ្ចឹងបាទហើយថៃតែងតែគិតថាខ្មែរយើងអត់ពីថៃទៅស្លាប់ហើយប៉ុន្តែនោះគឺជាការវាយតម្លៃខុសក្នុងឆ្នាំ2025នេះបាទគឺកម្ពុជាមិនដូចមុនទេយើងឃើញថាសមត្ថភាពនៃការផលិតគឺមានសម្បូរបែបណាស់ពេលបច្ចុប្បន្ននេះផលិតផលអីក៏យើងអាចធ្វើបានដូចគេដែរប៉ុន្តែពេលបច្ចុប្បន្ននេះយើងឃើញថាប្រជាជនខ្មែរយើងងាកមកគាំទ្រលទ្ធផលក្នុងស្រុកហើយសហគ្រិនបាទរបស់យើងនេះក៏មានការបង្កើតនៅផលិតផលថ្មីជាច្រើនទាំងម្ហូបអាហារគ្រឿងសម្អាងសម្ភារៈប្រើប្រាស់បាទយើងឃើញយើងចាប់ផ្ដើមបង្កើតផលិតផលឯងប្រើប្រាស់ក្នុងស្រុកបាទដោយសារយើងចេះធ្វើដែរសម័យឥឡូវដូចនេះហើយផលិតផលថៃគឺគ្មានទេក្នុងទីផ្សារកម្ពុជាពេលបច្ចុប្បន្នវាលែងតែវត្ថុធាតុបាវមួយចំនួនបាទដែលនាំចូលពីថៃបាទតាមផ្លូវសមុទ្រហើយបើយើងនិយាយអំពីផលិតផលដែលជាផលិតផលប្រើប្រាស់ចុងក្រោយវិញពេលបច្ចុប្បន្ននេះគឺសឹងតែមិនមាននៅក្នុងទីផ្សារកម្ពុជាតែម្ដងដូច្នេះវាគឺការប្រែប្រួលមួយដ៏ខ្លាំងបាទដែលដូចជាហែកលួយចោលអញ្ចឹងបាទហើយសង្គ្រាមនេះបាទការឈ្លានពានរបស់ថៃមកលើកម្ពុជានេះអាចធ្វើឲ្យកម្ពុជាកាន់តែរឹងមាំកាន់តែខ្លាំងក្លាឡើងចំណែកឯកម្ពុជាយើងវិញបាទបើយើងឃើញថាអត់ពីទំនិញថៃទៅបាទកម្ពុជាមានប្រទេសផ្សេងជាច្រើនទៀតដែលមានទំនាក់ទំនងពាណិជ្ជកម្មទៀត